សួស្តីបងប្អូនទាំងអស់ដែលទិញ DTV ថ្មីទៅហើយបើកប៉ុស្តិ៍ហងមានអត់ឃើញព្រោះនេះក្រុមហ៊ុន DTV គាត់អាប់ដេតថ្មីអញ្ចឹងរឿងពិបាកបន្តិចនៅខាងចុងវីដេអូខ្ញុំនឹងប្រាប់ជាដំបូងយើងទិញមកថ្មីអញ្ចឹងអត់មានប៉ុស្តិ៍ទេបើកទៅមានដូចបាត់ប៉ុស្តិ៍ហងមាសប៉ុស្តិ៍ខ្មែរសឹងទាំងអស់អត់ពិបាកទេបងប្អូនគ្រាន់តែបងប្អូនធ្វើម៉េចសេរីចានវាឲ្យបានសញ្ញាណខ្ពស់ចាប់ពី85ឡើងទៅបានល្អ TV ប្រអប់ចាស់យើងមុនតែចិត្តជាងក៏មើលបានដែរប៉ុន្តែប្រអប់ថ្មីនេះរឹងរឹសកម្លាំងសញ្ញាណបន្តិចវិញអញ្ចឹងត្រេវាបានចាប់ពី85ឡើងទៅរួចហើយបងប្អូនយកវាមកដោតបើកដោយភ្លើងចោលទុកចោលរយៈពេលចាប់ពី2ម៉ោងទៅ3ម៉ោងដើម្បីឲ្យខាងក្រុមហ៊ុនគេបញ្ចូលទិន្នន័យបានមើលឃើញពេលនេះប៉ុស្តិ៍ហងមាសដំណើរការធម្មតា